ខ្ញុំគិតថាពីក្មេងខ្ញុំអត់អាចមានការងារនឹងធ្វើទេព្រោះខ្ញុំធ្វើការតាមផ្ទះគេខ្ញុំអត់អាចចេញទៅខាងក្រៅប្លុកនឹងសង្គមព្រោះខ្ញុំអត់អាចទៅបានចឹងទៅខ្ញុំគិតថាខ្ញុំអត់មានថ្ងៃហ្នឹងទេខ្ញុំឈប់រៀននឹងអាយុ12ឆ្នាំថ្នាក់ទី7មកពីជីវភាពខ្ញុំខ្វះខាតពីមុនខ្ញុំធ្លាប់ធ្វើ delivery និងហត់តុកនៅហាងអាហារនិងធ្លាប់ធ្វើការតាមផ្ទះគេយុវជនខ្មែរជាច្រើនបានបាត់បង់ឱកាសដោយសារកត្តាជីវភាពនិងលទ្ធភាពក្នុងការអភិវឌ្ឍខ្លួនភាពលំបាកនៅអតីតកាលមិនបានធ្វើឲ្យរចនាបោះបង់ក្តីស្រមៃរបស់ខ្លួនទេដឹងពីប្រវត្តិរចនាតាមរយៈលោកគ្រូគាត់បានប្រាប់ខ្លះៗក៏ដូចជាគាត់បានប្រាប់ខ្ញុំផ្ទាល់ថាគាត់នឹងពីមុនមកគាត់ធ្លាប់ធ្វើការចាតាមផ្ទះក៏ដូចជាតាមហាងផឹកស៊ីផ្សេងៗចាតែធ្វើឲ្យជីវិតគាត់នឹងនឿយហត់លំបាកអត់ដូចជីវិតនៅកន្លែងជាងសាឡនទេចានៅកន្លែងជាងសាឡនគឺគាត់ទទួលបានចំណេះខាងជំនាញផ្នែកសាឡនធ្វើឲ្យគាត់នឹងអាចមានអាជីពមួយច្បាស់លាស់ដើម្បីចិញ្ចឹមជីវិតខ្លួនឯងខ្ញុំគិតថាពីក្មេងខ្ញុំអត់អាចមានការងារនឹងធ្វើទេព្រោះខ្ញុំធ្វើការតាមផ្ទះគេខ្ញុំអត់អាចចេញទៅខាងក្រៅប្លុកនឹងសង្គមព្រោះខ្ញុំអត់អាចទៅបានចឹងទៅខ្ញុំគិតថាខ្ញុំអត់មានថ្ងៃហ្នឹងទេបងចំពោះរចនាគឺគាត់ឆ្លាញ់ការផាត់មុខហើយគាត់មានដងនឹងជំនាញខាងផាត់មុខស្រាប់តែម្ដងដូច្នេះជាទូទៅមុខភ្ញៀវគឺមានតម្រង់ហើយនឹងមានការតម្រូវការផ្សេងៗគ្នាប៉ុន្តែរចនាគឺគាត់មានការវៃឆ្លាតមែនទែនគាត់អាចធ្វើឲ្យភ្ញៀវពេញចិត្តចាគាត់អាចធ្វើឲ្យភ្ញៀវទទួលបានភាពស្អាតមួយកម្រិតទៀតផងដែរចាពីដំបូងអ្នកគ្រូគាត់បរៀនគ្រឹះហើយគាត់បរៀនពីការធ្វើសក់និងកក់សក់លាបពណ៌សក់ធ្វើសរោមកាត់សក់ធ្វើកញ្ចក់ចាំមកជំនាញទាំងអស់នោះខ្ញុំបានយកវាទៅប្រើប្រាស់នៅការងារសប្តាហ៍ខ្ញុំមូលហេតុដែលតម្រូវឲ្យនាងខ្ញុំជ្រើសរើសរចនាមកធ្វើការនៅហាងនាងខ្ញុំគឺដោយសារតែគាត់មកតាមលក្ខណៈអង្គការផ្ទាល់តែម្ដងចាព្រោះខ្ញុំមានភាពកក់ក្ដៅហើយនៅពេលដែលខ្ញុំបានជួបមុខគាត់ផ្ទាល់គឺខ្ញុំបានដឹងថាគាត់ធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលពីសាលារយៈពេល3ខែអញ្ចឹងគាត់មានជំនាញផ្នែកសាឡនស្រាប់នៅពេលដែលខ្ញុំបានបង្ហាត់បង្រៀនគាត់តិចតួចគឺគាត់ឆាប់យល់ចាខ្ញុំគិតថាការងារហ្នឹងមានអនាគតវែងឆ្ងាយព្រោះវាជាជំនាញចំណេះរបស់យើងធ្វើវាដោយខ្លួនឯងការងារនេះមើលទៅមិនលយឆាយវាសាមញ្ញប៉ុន្តែវាជាការងារដែលខ្ញុំស្រឡាញ់ហើយក៏ធ្វើឲ្យខ្ញុំមានមោទនភាពសប្តាហ៍នេះគាត់រកបានដោយថាខ្ញុំមិនបានជិតដល់ជាប្រាក់ខែគាត់ទេប៉ុន្តែខ្ញុំផ្ដល់ភាគរយនៅពេលដែលបានភ្ញៀវច្រើនក៏គាត់បានប្រាក់ច្រើនតាមនឹងទៅដឹងថាគាត់មានផ្ញើទៅផ្ទះខ្លះដែរពេលដែលគាត់បើកអញ្ចឹងគាត់ថាខ្ញុំសុំផ្ញើទៅម៉ាក់ផ្ញើទៅប៉ាអញ្ចឹងទៅណាចំណុចដែលធ្វើឲ្យខ្ញុំស្ងប់ស្ងាយអំពីរចនាគឺថាគាត់ត្រឹមជាក្មេងអាយុ16ឆ្នាំប៉ុន្តែគាត់មានភាពតស៊ូនឹងការងារចាគាត់អត់បោះបង់ការងារចោលទេនៅពេលដែលខ្ញុំរវល់ខ្ញុំទុកហាងគាត់មើលគឺគាត់នៅមើលការខុសត្រូវក្នុងហាងហ្នឹងគឺគាត់អត់ដើរចោលហាងទេកាលពីមុនខ្ញុំធ្លាប់គិតថាខ្ញុំអត់អាចរួចផុតពីអតីតកាលវេនេះប៉ុន្តែឥឡូវហ្នឹងខ្ញុំអត់គិតដូចពីមុនទេហើយខ្ញុំធ្លាប់គិតថាខ្ញុំនឹងមានអនាគតល្អដូចគេខ្ញុំគិតថាមនុស្សគ្រប់គ្នាវាតែងតែមានរបួសស្នាមអញ្ចឹងរបួសស្នាមហ្នឹងយើងអាចបិទបាំងវាឲ្យស្អាតហើយយើងអាចបន្តដំណើរទៅមុខទៀតបានខ្ញុំចង់បើកហាងខ្លួនឯងហើយខ្ញុំក៏ចង់ជួយក្មេងដទៃទៀតឲ្យមានការងារធ្វើការផ្ដល់ឱកាសឲ្យយុវជនមិនត្រឹមតែពង្រឹងសក្តានុពលរបស់ពួកគេប៉ុណ្ណោះទេថែមទាំងជួយកែប្រែជីវិតរបស់ពួកគេនិងអនាគតសហគមន៍ផងដែរ